ទេវកថាទីបេលោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099639397និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់ទេវកថាទីបេរួមមានរឿងប្រពៃណីនិងសាសនារបស់ទីបេទាំងមុនពុទ្ធសាសនានិងពុទ្ធសាសនាខណៈពេលដែលប្រទេសនេះអាចជាផ្នែកនៃប្រទេសចិនឥឡូវនេះវានៅតែរក្សាបាននូវវប្បធម៌និងទេវកថាដាច់ដោយឡែកពីប្រទេសចិនហើយធាតុនានាពីទេវកថាទីបេបានគ្រប់គ្រងដើម្បីបំបែកនិងក្លាយជារឿងសំខាន់ទៅកាន់លោកខាងលិចសម្រាប់ព័ត៌មានបន្ថែមដែលគួរឲ្យចាប់អារម្មណ៍អំពីរឿងព្រេងនិទាននិងទេវកថានៃវប្បធម៌អាស៊ីបូព្រាផ្សេងទៀតសូមមើលទំព័រនៅលើចិន កូរ៉េ ម៉ុងហ្គោលនិងជប៉ុននិងសម្រាប់រឿងព្រេងនិទាននិងទេវកថានៃប្រទេសផ្សេងទៀតនៅភ្នំហិមាល័យសូមមើលទេវកថាហិណ្ឌូទេវកថាទីបេផ្ដល់នូវឧទាហរណ៍នៃ Bigfoot Sasquatch និង Yeti Yeti គឺជា Trope Codifier និងមួយក្នុងចំណោមឈ្មោះ Trope ឈ្មោះ Yeti មកពីពាក្យទីបេសម្រាប់យូថ្មកន្លែងថ្មនិងក៏ខ្លាឃ្មុំក៏ប្រជាជនវេបចេះគោរពបូជា Glacier Being ជាព្រះនៃការបរបាញ់ហើយវាត្រូវបានជឿដោយអ្នកដើរតាមសាសនាបានដែលឈាម Yeti បានប្រើក្នុងពិធីអាថ៌កំបាំងមួយចំនួនដោយខ្លួនវាផ្ទាល់ត្រូវបានបង្ហាញថាជាសត្វស្វាដែលកាន់ធ្ងន់ជាអាវុធហើយបញ្ចេញសម្លេងផ្លុំកញ្ចែលោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099639367និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់សេះត្រជាក់សេះខ្យល់ដែលដើរតួជាធាតុសំខាន់នៅចំកណ្ដាលសត្វទាំង4ដែលជានិមិត្តរូបនៃទីដៅសំខាន់និងជានិមិត្តរូបនៃគំនិតនៃសុខុមាលភាពឬលាភសំណាងហើយក៏ជានិមិត្តសញ្ញានៃព្រលឹងមនុស្សនៅក្នុងសាសនាអ៊ីស្លាមផងដែរ Mineral McGuffin Centimony ជាគ្រឿងអលង្ការដែលបំពេញបំណងដែលត្រូវបានគេនិយាយថាជាវត្ថុធាតុមួយក្នុងចំណោមវត្ថុធាតុទាំង4ដែលបានមកក្នុងទ្រូងដែលបានធ្លាក់ពីលើមេឃក្នុងរជ្ជកាលស្ដេច Laforenseខ្មោចរបស់យើងមានភាពខុសប្លែកគ្នាខ្មោចស្រីឃ្លានដែលមានបំពង់ក៏តូចស្គមពេកមិនអាចឆ្លងអាហារនិងក្រពះដ៏ធំជាមួយនឹងចំណង់អាហារមិនចេះចប់ដើម្បីផ្គូផ្គងធូរប៉ះដែលត្រូវបានបង្កើតឡើងដោយការខិតខំប្រឹងប្រែងផ្លូវចិត្តសុទ្ធសាធចេញពីគំនិតរបស់អ្នកបង្កើតឬអ្នកបង្កើតរបស់វានិងជាមិនដឹងខ្លួនតាំងពីដំបូងប៉ុន្តែអាចទទួលបានការយល់ដឹងបន្តិចម្ដងហើយបន្តទៅជាមនុស្សធម្មតាហើយវិញ្ញាណហ្គាល់ផូដែលជាក្រុមនៃវិញ្ញាណដែលមានទម្រង់ពណ៌សន្តិភាពឬក្រហមកំហឹងដោយមានការភ័យនិងច្របូកច្របល់បង្កឲ្យពួកគេវាត្រូវបានគេជឿថាមនុស្សម្នាក់អាចត្រូវបានការពារប្រឆាំងនឹងវិញ្ញាណហ្គាល់ផូដោយមធ្យោបាយនៃពិធីសម្រុំZombies របស់យើងគឺខុសគ្នា Volenx ដែលឈ្មោះរបស់វាមានន័យត្រង់ថាគូសាក់សព្រោះឡើងវិញហើយមានពីរប្រភេទVoodoo Zombie Tantric ដែលត្រូវបានប្រោសឲ្យរស់ឡើងវិញតាមរយៈពិធីសាសនាសម្រាប់ហេតុផលផ្ទាល់ខ្លួនដូចជាដើម្បីបម្រើ Necromancer និងប្រភេទ Besides Plague Zombie ដែលត្រូវបានបង្កើតឡើងដោយវិញ្ញាណ Dawn ដែលបានបំពេញពាក្យសច្ចារបស់ខ្លួននឹងក្លាយជាមនុស្សអាក្រក់ឬវិញ្ញាណ Jax ដែលអាក្រក់រួចទៅហើយដែលចូលទៅក្នុងរាងកាយមុនពេលបញ្ចុះនិងមានអំណាចក្នុងការឆ្លងទៅមនុស្សផ្សេងទៀតដោយប៉ះពួកគេនៅលើក្បាលពួកគេផ្ដល់សញ្ញាដល់ជនរងរស់ដោយគ្រោះវាអណ្ដាតរបស់ពួកគេទៅក្រោយហើយមិនអាចនិយាយពុតឬពុតសន្លាក់ណាមួយឡើយធ្វើឲ្យពួកគេដើរដោយអាវុធរឹង Panthera awesome Snow Lion ដែលតំណាងឲ្យជួរភ្នំព្រើនិងផ្ទាំងទឹកកកនៃទីពេហើយក៏អាចជានិមិត្តរូបនៃអំណាចកម្លាំងការមិនភ័យខ្លាចសេចក្តីអំណរភាពខាងកើតនិងធាតុផែនដីត្រូវបានគេសម្ដៅថាជាគឺស្ដេចនៃសត្វគឺជានិមិត្តសញ្ញានៃទីបេនិងជាទីមួយក្នុងចំណោមអេសរជនទាំង4រួមជាមួយនឹងខ្លានាគនិងគ្រូដាលោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099639397និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់ Shangri-La នគរទេវកថានៃ Shambhala គឺជាឧទាហរណ៍វាត្រូវបានគេនិយាយថាត្រូវបានកសាងឡើងដោយអ្នកដើរតាមអបិយ000អ្នកនៃ Syria Samajic ការថ្វាយបង្គំព្រះអាទិត្យដែលត្រូវបានបណ្ដេញចេញពីទីពេលដោយស្ដេច Menjokerte ក្នុងឆ្នាំ159មុនគ្រិស្តសករាជហើយអ្វីទាំងអស់ត្រូវបានបាត់បង់ស្ដេច Khalkheti 25នឹងងើបចេញពី Shambhala ជាមួយនឹងកងទ័ពដ៏ធំដើម្បីកម្ចាត់កងកម្លាំងងឹតនិងដឹកនាំនៅក្នុងយុគសម័យមាសទូទាំងពិភពលោកជាមួយនឹងការបរិច្ឆេទនៃការប្រយុទ្ធចុងក្រោយនេះត្រូវបានព្យាករណ៍សម្រាប់ឆ្នាំ2424ឬឆ្នាំ2425ក្នុងឆ្នាំទី5104បន្ទាប់ពីការសោយទីវង្គតរបស់ព្រះពុទ្ធសូមថ្លែងអំណរគុណដល់អស់លោកអ្នកនាងដែលបានទស្សនានិងតាមដានស្ដាប់អត្ថបទនេះតាំងពីដើមរហូតដល់ចប់យើងខ្ញុំនឹងស្វែងរកអត្ថបទថ្មីទៀតដើម្បីបម្រើអស់លោកអ្នកនាងនៅពេលក្រោយសូមអរគុណ